Rasulullah Sallallahu Alaihi Wasallam បានមានប្រសាសន៍ថាសាឡាតរបស់បុរសក្នុងជាម៉ាអាជាលក្ខណៈរួមមានផលបុណ្យលើសពីសាឡាតរបស់គាត់នៅផ្ទះនិងនៅផ្សារច្រើនជាង20កម្រិតផលបុណ្យនោះកើតមានចំពោះគាត់ដោយសារពេលដែលគាត់យកវត្ថុទឹកសម្បះញ៉ាំងគាត់យកដោយល្អប្រសើរត្រឹមត្រូវបន្ទាប់មកគាត់ទៅដល់មស្ជីតដោយគ្មានមូលហេតុអ្វីឲ្យគាត់ចេញទៅទីនោះក្រៅពីការសូឡាតទេហើយគាត់ក៏គ្មានបំណងអ្វីក្រៅពីសូឡាតដែររាល់ជំហានដែលគាត់ដើរអល់ឡោះលើកដំកើងឋានៈរបស់គាត់មួយកម្រិតហើយលុបបំបាត់ចោលកំហុសឆ្គងបាបកម្មរបស់គាត់មួយរហូតគាត់ចូលមស្ជីតពេលដែលគាត់បានចូលក្នុងមស្ជីតហើយគាត់ទទួលបានផលបុណ្យដោយស្ថិតនៅក្នុងសូឡាតដែរដរាបណាគាត់នៅរងចាំសូឡាតម៉ាឡាអ៊ីកាត់នៅសាឡាវ៉ាតសុំទូអាឲ្យគាត់ដរាបណាគាត់អង្គុយនៅកន្លែងដែលបានសូឡាតរួចនោះពួកគេម៉ាឡាអ៊ីកាត់បួងសួងថាអោអល់ឡោះសូមទ្រង់អាណិតស្រឡាញ់គាត់អភ័យទោសឲ្យគាត់ទទួលយកការតៅបាត់ការសារភាពកំហុសពីគាត់ដរាបណាគាត់មិនបង្កបញ្ហាដល់ម៉ាឡាអ៊ីកាត់ឬអ្នកអ៊ីស្លាមដែលនៅក្នុងមស្ជីតហើយគាត់មិនដាច់វត្ថុទឹកសម្បះញ៉ាំង